ជីវិតយើងពេលខ្លះបងប្អូននៅពេលដែលយើងមានអារម្មណ៍ថាយើងស្កប់ស្កល់នៅក្នុងចិត្តហើយទោះបីថាយើងគេងស្ដាប់ទឹកភ្លៀងក៏ជីវិតយើងមានន័យដែរប៉ុន្តែក្នុងន័យនេះមិនមែនមានន័យថាខ្ញុំមិនជាប់ជំពាក់ជាមួយនឹងរបស់ខាងក្រៅទេយើងនៅតែត្រូវការស្វែងរកទ្រព្យសម្បត្តិលុយកាក់ដើម្បីចិញ្ចឹមក្រុមគ្រួសារក៏ប៉ុន្តែសូមកុំឲ្យចិត្តយើងលោភលន់ខ្លាំងពេកពេលដែលយើងលោភលន់ហួសសមត្ថភាពខ្លាំងពេកធ្វើឲ្យអារម្មណ៍យើងជាប់ជំពាក់ក្តៅក្រហាយនៅពេលដែលយើងមិនបានរបស់នោះមកជាកម្មសិទ្ធិរបស់យើងបងប្អូនដូច្នេះធ្វើឲ្យចិត្តយើងក្តៅក្រហាយជាប់ជំពាក់ហើយហាក់បីដូចជាដុតរោលចិត្តខ្លួនឯងឲ្យកាន់តែឆេះរស់រៀលនៅក្នុងខ្លួនកាន់តែខ្លាំងតែបើសិនជាយើងព្រមដោះលែងនៅអ្វីដែលជាប់ជំពាក់ខាងក្រៅចេញខ្លះយើងរស់នៅដោយស្គាល់ខ្លួនឯងច្បាស់រស់នៅជាខ្លួនឯងមិនប្រៀបធៀបជាមួយនឹងអ្នកដទៃហើយពេញចិត្តនៅអ្វីដែលយើងមានគ្រាន់តែប្រើប្រាស់ជីវិតសាមញ្ញក៏ឃើញសេចក្តីសុខនៅក្នុងចិត្តបានដែរបងប្អូនបើសិនជាយើងនៅជាប់ជំពាក់ធ្វើឲ្យអារម្មណ៍យើងកាន់តែឈឺចាប់កាន់តែក្តៅក្រហាយចឹងហើយពេលខ្លះយើងត្រូវតែរៀនដោះលែងនៅអ្វីដែលមិនល្អសម្រាប់ខ្លួនយើងចាយើងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនហើយងាកមកគិតគូរពីបញ្ហាសុខភាពផ្លូវចិត្តផ្លូវកាយខ្លួនឯងឲ្យបានច្រើនពីព្រោះយើងម្នាក់មិនអាចរស់នៅ10ឆ្នាំនឹងចំនួន10ដងបានទេអញ្ចឹងហើយចូលដល់វ័យមួយដែលថាយើងត្រូវរៀនចេះទម្លាក់ចោលនៅរឿងណាដែលมันមានប្រយោជន៍រៀនគិតនឹងមកស្រឡាញ់ខ្លួនឯងឲ្យបានច្រើនអ្វីថាយើងត្រូវការលុយកាក់ទ្រព្យសម្បត្តិដើម្បីរស់រានមានជីវិតឬក៏ចិញ្ចឹមកូនចៅក៏ដោយក៏ប៉ុន្តែយើងត្រូវមានពេលវេលាសម្រាប់ខ្លួនឯងខ្លះជាពិសេសយើងមានប្តីប្រពន្ធយើងមានពេលវេលារួមគ្នាសម្រាប់ធ្វើកិច្ចការអីបំពេញឲ្យគ្នាទៅវិញទៅមកចាកុំចាំដល់ពេលថាចាស់ដើរលេងរួចទៅអានឹងបានយើងមានពេលវេលាសម្រាប់ជាមួយគ្នាមិនមែនទេគឺពេលវេលាដែលយើងរស់នៅជាមួយគ្នានេះគឺយើងបានបំពេញឲ្យហើយទៅចាចឹងហើយប្រើប្រាស់ជីវិតកុំចាំបាច់លោភលន់ខ្លាំងពេកអានេះសម្រាប់តែខ្ញុំគំនិតរបស់ខ្ញុំឯងបើសិនជាបងប្អូនមិនគ្រប់ត្រក៏សូម